khả này xa lạ lọ chiêng mà tôi tay việc lư công riêng công tích bạn này tôi là chôl tam cung xây đi bạn mơ khơi bạn ô mò thật bạn thật mò cho nó mò này tập hiệp nơi hàng lư mò đây bắt đống bạn rồi linh hỡi bên cả chụp ấy là vinh tê bạn tập bắt spiên đi mình chỉ clay vào man tê bạn và đâyคือ chia lò đợt chuông rồi bỏ nợ phum mà và khơi hơi hơi nó không muốn cứ con cái bông đợt chuông mà lò chả mày bà chấm điểm số bóng ôn bản tạm cảสัญญาการปีวิดีโอมุนbà ngàyนี้ខ្ញុំនាំបងប្អូនទៅទស្សនាទស្សនភាពភូមិគោកថ្នងនិងភូមិគោករាំងបាទដែលភូមិគោករាំងគឺមានស្ពានបុរាណចំនួន3បាទបាទនេះគឺជាទស្សនភាពតាមដងផ្លូវនៅក្នុងភូមិគោកថ្នងបាទភូមិគោកថ្នងនេះគឺស្ថិតនៅក្នុងឃុំក្រសាំងស្រុកចង្កាលខេត្តឧត្តរមានជ័យបាទចំណែកភូមិគោករាំងគឺស្ថិតនៅក្នុងឃុំជើងទៀននៃស្រុកចង្កាលខេត្តឧត្តរមានជ័យបាទនេះគឺជាសាលាបឋមសិក្សាគោកថ្នងបាទហើយនេះគឺជារោងអ្នកតាមកនឹងទល់មុខសាលាបឋមបាទតាមផ្លូវដូចជារៀងស្ងាត់តិចបាទមិនសូវជាមានអ្នកភូមិអ៊ូអដូចភូមិដទៃទេបាទអ្នកភូមិនៅទីនេះច្រើនតែប្រកបរបរជាអ្នកធ្វើស្រែបាទស្រែផងដាំដំឡូងមីផងព្រមទាំងមុខរបរមួយទៀតនោះគឺរបរដុតធ្យូងបាទទៅមុខទៀតបងប្អូននឹងឃើញឡធ្យូងរបស់ពួកគាត់ប្រងព្រាតនៅតាមដងផ្លូវនឹងបាទនេះគឺជាទិដ្ឋភាពនៅក្នុងភូមិហើយបាទផ្ទះមួយច្រើនតែស្ងាត់បាទឃើញតែផ្ទះខ្លះក៏បិទទ្វារទុកចោលផ្ទះខ្លះក៏ឃើញមានមនុស្សប៉ុន្តែមិនសូវជាឃើញមានប្រហែលទេបាទតែជាគាត់ទៅស្រែទៅចំការគាត់ឬមួយក៏អ្នកខ្លះគាត់ចេញទៅរកស៊ីនៅស្រុកឆ្ងាយបាទផ្លូវដែលខ្ញុំកំពុងតែជិះនេះគឺជាផ្លូវឆ្ពោះទៅកាន់ភូមិព្រៃនគរបាទប៉ុន្តែខ្ញុំជិះនេះគឺដើម្បីថតទស្សនភាពឡដុតធ្យូងរបស់អ្នកភូមិឲ្យបងប្អូនបានទស្សនាបាទនេះគឺជាឡដុតធ្យូងរបស់អ្នកភូមិបាទឃើញហុយនៅខាងមុខគឺគាត់កំពុងដុតធ្យូងបាទមានទាំងឡមានទាំងអុសត្រៀមសម្រាប់ដុតនៅខាងឆ្វេងដៃក៏មានដែរបាទនេះឡធំអុសច្រើនណាឡពីនេះម្ចាស់គាត់កំពុងតែនៅនេះអីបាទនោះគឺជាឡដុតធ្យូងរបស់គាត់ដែរបាទអុសកណូបាទនេះសិតតែមុខរបររបស់គាត់ហើយបាទឥឡូវទៅមើលខាងមុខទៅទៀតបាទភូមិនេះមានផ្លូវច្រើនដែរបាទប៉ុន្តែមានប្រជាជនរស់នៅមិនសូវជាច្រើនប្រហែលទេបាទឥឡូវនេះខ្ញុំបត់ទៅខាងស្ដាំដើម្បីបន្តទៅមើលទស្សនភាពរបស់ជីវភាពប្រជាជននៅក្នុងភូមិគោកថ្នងនេះបន្តទៀតបាទឃើញតែឡខ្ជូងទេបាទហើយនៅខាងមុខចំនោះគឺឡមួយធំដែរបាទវីដេអូនេះរង្គើអត់នឹងទេបាទដោយសារតែផ្លូវកលិចក្លុកនេះដោយសារតែភ្លៀងមកមេធំបាទរយៈពេល 4-5 ម៉ោងនោះបាទឥឡូវដល់ឡធំនេះហើយបាទនៅខាងឆ្វេងខាងស្ដាំក៏សុទ្ធតែជាឡខ្ជូងដែរបាទទៅខាងមុខនោះគឺដូចជាអស់ផ្លូវហើយបាទឥឡូវនេះខ្ញុំកំពុងតែចេញពីភូមិគោកថ្នងបាទគោលដៅគឺឆ្ពោះទៅកាន់ភូមិគោករាំងបាទដំឡូងមីត្រូវភ្លៀងរួចថ្មីបាទស្រែនេះរក្សាទុកដើមឈើបានច្រើនគ្រាន់បើបាទឥឡូវនេះយើងមកដល់ទឹកដីគោករាំងហើយបាទនេះគឺជាភូមិគោករាំងបាទដែលភូមិនេះគឺមានស្ពានថ្មបុរាណបាទលើយើងមិនទាន់ទៅដល់ទេទើបតែចូលបាទនេះគឺជាស្តង់ទិញដំឡូងបាទកន្លែងប្រមូលទិញដំឡូងរបស់អ្នកភូមិដំឡូងមី
chung với cái số tài việc sải hay nắng trong ca đầm lông mi bạn đầm lông mi mình khóc pi phum cục thằng nong tế bạt nạp phum cục ráng cóประกอบระบบโดยគ្នានឹងนភូមិគោកថ្នងដែរគឺធ្វើស្រែដាំដំឡូងដុតធ្យូងបាទនេះជាទស្សនវិជ្ជានៅដើមភូមិដែលខ្ញុំអត់ទៅដល់ពាក់កណ្ដាលភូមិទេបាទតែគាត់សម្គាល់ឃើញថាណភូមិគោករាំងនេះមានផ្ទះធំច្រើនបាទហើយភូមិនេះក៏ធំដែរបាទធំជាងភូមិគោកថ្នងនេះគឺជាបណ្ណាល័យភូមិគោករាំងបាទចឹងភូមិនេះមិនធម្មតាដែរបាទមានបណ្ណាល័យមួយនៅក្នុងភូមិទៀតបាទ Our hearts beat to the city streets. We began to feel the fire. We rise like tall buildings as the chemicals they take us higher. The night's young and it's just begun as she put បាទផ្លូវនឹងបត់ឆ្វេងបាទទៅស្ពានបុរាណហួសសាលាបឋមដល់ម្ដងបាទដល់ស្ពានទី1បាទនេះគឺជាឡដុតធ្យូងគាត់ហើយបាទអូសម្រាប់ត្រៀមដុតគឺឡចាស់ថ្មីឈើពុកខាងក្នុងពុកក្នុងអស់បាទហើយនៅជាប់នឹងឡធ្យូងនឹងមានស្ពានបុរាណមួយបាទដែលនៅលើផ្លូវនេះដែរបាទឥឡូវយើងទៅមើលបន្តិចបាទនេះស្រះទឹកធំមួយបាទតែប៉ិតនេះមិនមែនជាស្រះទេគឺជាបាទជាអូបាទអូតាំងពីបុរាណបាទសម្បូរត្រីបាទត្រីលូតឡើងបាទត្រីច្រើនបាទជាជុំមកដោយសារតែទើបតែភ្លៀងថ្មីផងបាទភ្លៀងកក់ខែបាទកុងពលឺដោយសារខ្ញុំនៅខាងលិចបាទចឹងទៅខាងកើតវិញបាទមានដើមខ្ទុំធំម្ដងបាទដើមខ្ទុំធំបាទដាក់ស្លាកថាហាមនេសាទបាទឥឡូវទៅមើលខាងកើតវិញបាទកុំឲ្យវាកុងពលឺបាទច្បាស់ល្អបាទនេះគឺជាទស្សនវិជ្ជានៅផ្នែកខាងកើតនៃស្ពានបាទប៉ុន្តែសុបទ្រុបមើលស្ពានអត់ឃើញទេបាទត្រីច្រើនមែនត្រីច្រើនត្រីឡើងកើទឹកបាទថ្មស្ពានមានមកនៅនេះម្ដុំដែរបាទមើលឃើញទេបាទដោយសារវាសុបទ្រុបពេកអូត្រីច្រើនមែនបាទច្រើនណាស់បាទកើទឹកអស់ត្រីចាប់ចំណីក្នុងគុម្ពវិស័យនេះបាទនេះដល់ចូលតាមគុម្ពវិស័យនេះបានមើលឃើញបាទអូថ្មធ្លាក់បាក់ធ្លាក់មកអស់ច្រើនណាស់បងប្អូនអើយបាទយើងប្រហែលជាក្នុងវីដេអូមើលមិនឃើញទេបាទវាល្ងិតនៅខាងក្នុងបាទថ្មទាំងធំបាក់មកនេះទាំងធំណាស់ឥឡូវទៅមើលខាងលិចវិញបាទខាងលិចឆ្លាស់ជាងប៉ុន្តែគ្រាន់តែវារឿងកុងពលឺតិចអានេះខ្ញុំកំពុងទៅដើរពីលើស្ពានហ្នឹងហើយបាទទស្សនវិជ្ជានៅខាងលើបាទថ្មរដេបបន្ទប់បាក់អស់រលីងហើយអត់មានការជួសជុលអីឡើងវិញទេបាទ
มันดังថាគេមិនតន់ជួសជុលឬមួយក៏គេទុកចោលអញ្ចឹងអត់ដឹងដែរបាទថ្មរដិបដប់តែពិតស្ពាននេះមិនជាខ្លីប្រហែលទេបាទចឹងខាងនេះស្លាស់ល្អជាងបាទទោះតែវាពលឺកង់រឿងកង់បន្តិចអានេះទិដ្ឋភាពខាងលិចបាទស្ដាយណាស់បាទថ្មបាក់មកអស់ច្រើនបាទបាទចំពោះប្រវែងស្ពាននេះមិនដឹងថាពីមុនមកប្រវែងប៉ុណ្ណាទេប៉ុន្តែស្ថានភាពសពថ្ងៃនេះខ្ទង់ប្រហែលជាង20 ម៉ែត្របាទប្រហែលប៉ុណ្ណឹងបាទអត់បានវាស់មើលទេបាទបាទនេះគឺជាស្ពានទី1បាទខ្ញុំរាប់ថាស្ពានទី1ចុះព្រោះខ្ញុំមកជួបស្ពាននេះមុនគេបាទឥឡូវយើងបន្តទៅដល់ស្ពាន2ទៀតបាទលើអ្នកភូមិថាមានស្ពានដល់ទៅ3បាទនេះគឺជាមហាវិថីបុរាណបាទចន្លោះនោះគុំសីនោះគឺជាស្ពានទី1មិញហ្នឹងហើយបាទអញ្ចឹងមហាវិថីបុរាណធំបាទធំមែនបាទគិតពីទាំងនេះមករហូតដល់មកកន្លែងនេះបាទធំមែនតើបាទមានម៉ូតូអ្នកភូមិមកបាទចាំសួរគេសិនបាទរូបរាងនៅខាងក្រោមនៅល្អថេងបាទស្អាតមែនតើឃើញទេបាទអញ្ចឹងយើងឃើញថាស្ពានទី3នេះដែលជាស្ពានឆ្លងកាត់ស្ទឹងនេះគឺមានប្រវែងវែងបាទក្នុងចំណោមស្ពានទាំង3នៅក្នុងភូមិគោករាំងហ្នឹងគឺស្ពាននេះវែងជាងគេធំជាងគេដែលអ្នកស្រុកហៅថាស្ពានធំបាទ